បងប្អូនជាទីគោរពជាទីរាប់អានថ្មីនេះកូរ៉េខាងត្បូងបានបញ្ចេញជាមួយនឹងប្រភេទរថក្រោះមួយ model ដែលមានសមត្ថភាពដែលមិនគួរឲ្យជឿចង់ដឹងថាតើវាមានសមត្ថភាពយ៉ាងណាវាមានរូបរាងយ៉ាងណាមកតាមដានទស្សនាជាមួយនឹងខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នារថក្រោះ K2PL គឺជាប្រភេទរថក្រោះប្រយុទ្ធដ៏ទំនើបរបស់កូរ៉េខាងត្បូងដែលត្រូវបានកែសម្រួលយ៉ាងពិសេសសម្រាប់តម្រូវការកងទ័ពប្រទេសប៉ូឡូញវាត្រូវបានគេចាត់ទុកថាជារថក្រោះលំដាប់កំពូលមួយនៅក្នុងโลกបច្ចុប្បន្នហើយនេះគឺជាសមត្ថភាពសំខាន់របស់ K2PL ប្រព័ន្ធការពារនិងភាពធន់ពីដែកបន្ថែម K2PL ត្រូវបានបន្ថែមបន្ទះពីដែកនៅផ្នែកចំហៀងនិងផ្នែកខាងលើដើម្បីការពារពីគ្រាប់រ៉ុកែតប្រឆាំងរថក្រោះនិងដ្រូនប្រព័ន្ធការពារសកម្ម APS បំពាក់ដោយប្រព័ន្ធគំទេចគ្រាប់បាញ់មកលើខ្លួនវាដោយស្វ័យប្រវត្តិមុនពេលគ្រាប់នោះមកដល់រថក្រោះការរចនាមានទំហំធំជាងមុនកំណែ PL មានកង់ត្រូទម្ងន់7គូជំនួសឲ្យ6គូនៅលើ K2 ធម្មតាដើម្បីទ្រទ្រង់ទម្ងន់បន្ថែមនៃពីសដែកការពារអំណាចបាញ់កំទេចកាណុងសំខាន់ការប្រើកាណុងប្រភេទ120មីលីម៉ែត្រដែលមានសមត្ថភាពបាញ់គ្រាប់បានចម្ងាយឆ្ងាយនិងមានថាមពលទម្លុះពីសដែកខ្លាំងប្រព័ន្ធបញ្ចូលគ្រាប់ស្វ័យប្រវត្តិមិនត្រូវការអ្នកបញ្ចូលគ្រាប់ប្រើដោយដៃទេដែលធ្វើឲ្យវាអាចបាញ់ល្បឿនលឿនប្រហែល10គ្រាប់ក្នុងពេល1នាទីគ្រាប់ទំនើបអាចបាញ់គ្រាប់ KSTAM ដែលអាចស្វែងរកគោលដៅនិងកំទេចរថក្រោះសត្រូវពីផ្នែកខាងលើកន្លែងដែលពីសដែកខ្សោយបំផុតបច្ចេកវិទ្យានិងការបញ្ជាប្រព័ន្ធគ្រប់គ្រងការបាញ់មានប្រព័ន្ធរ៉ាដានិង laser ទំនើបដែលអនុញ្ញាតឲ្យរថក្រោះបាញ់គោលដៅបានយ៉ាងត្រឹមត្រូវបំផុតទោះបីជារថក្រោះកំពុងបើកបរក្នុងល្បឿនលឿនក៏ដោយសមត្ថភាព Hunter Killer មេបញ្ជាការអាចស្វែងរកគោលដៅថ្មីខណៈពេលដែលអ្នកបាញ់កំពុងកំទេចគោលដៅចាស់ការតភ្ជាប់បណ្ដាញអាចចែករំលែកទិន្នន័យសមរភូមិជាមួយដ្រូននិងរថក្រោះដទៃទៀតក្នុងពេលជាក់ស្ដែងភាពបត់បែននិងចល័តម៉ាស៊ីនកម្លាំង1500សេសដែលធ្វើឲ្យវាមានល្បឿនលឿននិងរហ័សរហួនលើដីភក់ឬព្រិលប្រព័ន្ធបូមជួយឲ្យរថក្រោះអាចលូតជង្គង់ឬងើបឡើងដើម្បីបាញ់គោលដៅដែលនៅខ្ពស់ជាងឬទាបជាងនិងជួយឲ្យការបើកបរមានភាពរលូន K2PL គឺជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា Digital ដ៏ឆ្លាតវៃរបស់កូរ៉េនិងការការពារដ៏រឹងមាំតាមស្តង់ដារអឺរ៉ុបដែលធ្វើឲ្យវាក្លាយជាសត្វខ្លារខិនខ្មៅដ៏គ្រោះថ្នាក់បំផុតមួយក្នុងសមរភូមិទំនើបនេះចំពោះសមត្ថភាពរបស់ K2PL តើបងប្អូនយល់យ៉ាងណាដែរប្រសិនបើកម្ពុជារបស់យើងទិញបញ្ចូលបន្ថែមដើម្បីជំនួសឲ្យរថក្រោះចាស់ដើម្បីពង្រឹងសមត្ថភាពទ័ពថ្មើរជើងរបស់យើងដើម្បីទប់ទល់ការពារបូរណភាពទឹកដីជាមួយនឹងសត្រូវ